ការប្រើប្រាស់រូបមន្ត index បូកជាមួយនឹង match នៅក្នុងកម្មវិធី Microsoft Excel ដើម្បីជំនួសការប្រើប្រាស់ VLOOKUP បាទហេតុអីបានយើងចាំបាច់ត្រូវការប្រើប្រាស់រូបមន្តទាំងពីរនេះជំនួសឲ្យ VLOOKUP បាទការប្រើប្រាស់រូបមន្តទាំងពីរនេះជំនួសដោយសារតែទីមួយគឺវាមានភាពងាយស្រួលជាងហើយនឹងដើរលឿនជាងបាទរូបមន្តនេះគឺវាដើរអត់តាក់ទេហើយវាអាចធ្វើការផ្ទៀងផ្ទាត់ទៅតាមជួរឈរជាក់លាក់ដែលយើងធ្វើការកំណត់ប៉ុន្តែចំពោះការប្រើប្រាស់ដំបូងយើងគិតថាវារៀងស្មុគស្មាញបន្តិចប៉ុន្តែនៅពេលដែលយើងប្រើប្រាស់រូបមន្តកាន់តែធំមានថាទិន្នន័យកាន់តែច្រើនរូបមន្តទាំងពីរនេះគឺពិតជាជួយសម្រួលដល់ការប្រើប្រាស់កាន់តែលឿនហើយនឹង smooth ជាងមុនបាទអញ្ចឹងចំពោះការប្រើប្រាស់តើយើងត្រូវប្រើដូចម្ដេចបាទបើករណីពីមុនយើងបញ្ចូលទិន្នន័យហើយវាបង្ហាញទិន្នន័យចំពោះ VLOOKUP ហើយចំពោះ index បូក match ក៏ដូចគ្នាដែរប៉ុន្តែយើងប្រើប្រាស់រូបមន្តទាំងពីរនេះជំនួសឲ្យវិញបាទឧទាហរណ៍ថាយើងបញ្ចូលទិន្នន័យមួយខ្ញុំបញ្ចូលទិន្នន័យ1000ដែលជាលេខ ID អញ្ចឹងវានឹងបង្ហាញទិន្នន័យ salary តែម្ដងអញ្ចឹងនៅពេលដែលកន្លែងនេះខ្ញុំបញ្ចូល1000ក៏វាបង្ហាញ salary ដែរបាទអញ្ចឹងសួរថាតើហេតុអីបានយើងចាំបាច់ត្រូវការប្រើអញ្ចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមគឺវាលឿនជាងហើយវាស្រួលជាងហើយវាច្បាស់លាស់ជាងបាទអញ្ចឹងឧទាហរណ៍ថាដើម្បីប្រើប្រាស់រូបមន្ត index បូកជាមួយនឹង match នេះបានទី1គឺអ្នកទាំងអស់គ្នាត្រូវមានតារាងទិន្នន័យមួយមកបាទតារាងទិន្នន័យហ្នឹងគឺអាចមានច្រើនក៏បានអាចមានតិចក៏បានអាស្រ័យទៅលើតម្រូវការនៃទិន្នន័យរបស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំយកទិន្នន័យមានតែ 3-4 ទិន្នន័យជា sample ដើម្បីងាយស្រួលសម្រាប់ឧទាហរណ៍ជូនអ្នកទាំងអស់គ្នាបាទអញ្ចឹងទី1គឺមានទិន្នន័យហើយគឺយើងចាប់ផ្ដើមប្រើប្រាស់រូបមន្តអញ្ចឹងរូបមន្តគឺយើងត្រូវមាន2 cell ដែលយើងត្រូវចាំបាច់ត្រូវការប្រើប្រាស់ទី1គឺ cell ដែលសម្រាប់ធ្វើការស្វែងរកទិន្នន័យបាទ cell ទី1ហើយ cell ទី2គឺដើម្បីធ្វើការបង្ហាញទិន្នន័យតើទិន្នន័យដែលយើងនឹងបង្ហាញចេញនោះគឺជាលទ្ធផលយ៉ាងដូចម្ដេចហើយលទ្ធផលនោះគឺអាស្រ័យទៅលើតម្រូវការនៃការចង់បង្ហាញរបស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងដើម្បីប្រើប្រាស់បានគឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយវាពាក្យថា index បាទ index នៅកន្លែងនេះចំពោះចំណុចទី1គឺជាលទ្ធផលដែលយើងនឹងចង់បង្ហាញតើក្រោយពីទិន្នន័យដែលយើងរកឃើញហើយតើយើងចង់បង្ហាញទិន្នន័យមួយណាចុះប្រសិនបើអ្នកទាំងអស់គ្នាចង់បង្ហាញទិន្នន័យជាលក្ខណៈ salary គឺអ្នកទាំងអស់គ្នា select ទៅលើបណ្ដុំនៃ array ដែលជាទិន្នន័យ salary ប៉ុន្តែបើកាលណាអ្នកទាំងអស់គ្នាចង់បង្ហាញទិន្នន័យនៅកន្លែងនោះគឺជាឈ្មោះ ID នឹងតើមានឈ្មោះអីគឺអ្នកទាំងអស់គ្នា select ទៅលើបណ្ដុំនៃឈ្មោះអញ្ចឹងវាអាស្រ័យទៅលើតម្រូវការនៃការបង្ហាញរបស់អ្នកទាំងអស់គ្នាបាទអញ្ចឹងវាមានភាពជាក់លាក់ច្បាស់លាស់បាទក្បៀសមួយទៀតគឺ row number កន្លែងនេះគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមមកដល់ការប្រើប្រាស់រូបមន្ត match បាទអញ្ចឹងយើងប្រើ match មកហើយបើកវងកញ្ចក់ចាប់ផ្ដើម look up value គឺជាទិន្នន័យដែលយើងនឹងចង់យកធ្វើការស្វែងរកនោះបាទអញ្ចឹងយើងរកទិន្នន័យដែលអត់ទាន់បញ្ចូលទិន្នន័យទេបាទគឺ blank សិនក្បៀសមួយមកគឺ look up array នេះគឺជាបណ្ដុំទិន្នន័យដែលយើងចង់ធ្វើការស្វែងរកអញ្ចឹងបណ្ដុំទិន្នន័យដែលយើងចង់ធ្វើការស្វែងរកតើនៅទីតាំងណាអញ្ចឹងគឺនៅទីតាំងនៃ ID ដោយសារតែយើងចង់ផ្ទៀងផ្ទាត់ ID អញ្ចឹងបើសិនបើយើងចង់ផ្ទៀងផ្ទាត់ជាមួយនឹងអ្វីផ្សេងគឺយើងអាចប្រើប្រាស់ទិន្នន័យនោះដែរហើយក្បៀសមួយទៀតគឺអ្នកទាំងអស់គ្នាយកលេខ0ដើម្បីបញ្ជាក់ពី exact match ដែលជាតម្លៃពិតប្រាកដហើយបិទវងកញ្ចក់2តង់អញ្ចឹងយើងនឹងបានទិន្នន័យហើយប៉ុន្តែចំពោះការប្រើប្រាស់រូបមន្តដំបូងនេះគឺយើងនឹងឃើញមាន error ទីទៀតយើងនឹង fix error តើកុំឲ្យវាបង្ហាញ NA ដោយរបៀបណាអូខេអញ្ចឹងយើង enter មកចេញ NA អញ្ចឹងបើសិនបើយើងបញ្ចូលទិន្នន័យ ID ដែលមានលេខកូដត្រឹមត្រូវឧទាហរណ៍1001អញ្ចឹងនៅពេលដែលយើងបញ្ចូលគឺវាធ្វើការបង្ហាញទិន្នន័យគឺឈ្មោះបាទ1001នេះគឺមានឈ្មោះ B ដោយសារតែយើងចង់បង្ហាញទិន្នន័យដែលជាឈ្មោះអញ្ចឹងបើកាលណាយើងចង់បដូរទៅជា salary យើងបដូរមកកន្លែងនេះមកបាទបដូរតែកន្លែងដំបូងទេយើងនឹងបានទិន្នន័យជា salary អញ្ចឹង salary នេះបើកាលណាអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងប្រភេទរូបិយប័ណ្ណគឺយើងបដូរប្រភេទ currency ដែលយើងចង់បានមកអូខេអញ្ចឹងបើយើងបានហើយសួរថាបើសិនបើវាអត់មានទិន្នន័យវា error ឲ្យយើងដោះស្រាយដូចម្ដេចបាទវិធីសាស្ត្រក្នុងការដំណោះស្រាយរូបមន្ត index បូកជាមួយនឹង match នេះវា error
អ្នកទាំងអស់គ្នាអាចបន្ថែមរូបមន្តមួយទៀតគឺរូបមន្ត if error បន្ថែមពីលើ index នៃ match នេះបាទ if error ហើយគឺយើងប្រើនៅខាងចុងតែម្ដងក្បៀសមួយមកគឺយើងប្រើ blank ហេតុអីយើងប្រើ blank គឺនៅពេលដែល error គឺយើងអត់ឲ្យបង្ហាញទិន្នន័យអីអញ្ចឹងបើយើងថាបើ error ចង់ឲ្យបង្ហាញពាក្យថា error ក៏អាចបង្ហាញបានដូចគ្នានៅក្នុងប្រអប់កន្លែង double quotation នេះបាទអញ្ចឹងនៅក្នុងកន្លែងនេះអ្នកទាំងអស់គ្នាបើចង់បានបង្ហាញទិន្នន័យអីឬក៏ចង់ឲ្យវាធ្វើអីមួយបាទសូមឲ្យបញ្ចូលនៅកន្លែងនេះដែរបាទ enter មកគឺយើងនឹងលែងឃើញ error ហើយប៉ុន្តែនៅពេលដែលយើងបញ្ចូលទិន្នន័យណាមួយដែលមាន ID ត្រឹមត្រូវគឺវានឹងបង្ហាញ salary ទៅតាមការកំណត់ដែលអ្នកទាំងអស់គ្នាកំណត់នោះដែរប៉ុន្តែបើ VLOOKUP គឺយើងត្រូវដេញដោលជាមួយនឹងតើយើងត្រូវបង្ហាញ column ទីប្រមាណហើយទៅ check ហើយវា check ទាំងអស់ហេតុអីបើវាយឺតជាងបាទយើងកន្លែងទៅមើលរូបមន្ត VLOOKUP វិញអញ្ចឹងរូបមន្ត VLOOKUP គឺយើងប្រើសញ្ញាស្មើហើយ VLOOKUP អញ្ចឹងបើ VLOOKUP គឺ lookup value នៃទិន្នន័យទាំងអស់នេះមួយហើយក្បៀសមួយហើយយើងចាប់ផ្ដើមយក table array អញ្ចឹងយើងចាប់ផ្ដើមយកទិន្នន័យទាំងអស់បាទអញ្ចឹងនៅពេលដែលយើងយកទិន្នន័យទាំងអស់នេះដែលវាដំណើរការយឺតជាងដោយសារតែវា check all មានថា check ទៅលើទិន្នន័យ array ដែលយើងចង់កំណត់ទាំងអស់ហើយមួយទៀតត្រូវបង្ហាញ column index តើ column ណាមួយដែលយើងចង់បង្ហាញឧទាហរណ៍យើងចង់បាន salary អញ្ចឹងយើងទៅបង្ហាញ column ទី3អញ្ចឹង column ទី3វា check ហើយទៅវាបង្ហាញ column ទី3ក្បៀសមួយទៀតគឺយើងប្រើ for ដោយសារតែយើងចង់បាន exact match គឺដើម្បីថាទិន្នន័យដែលយើងបង្ហាញនោះគឺមានភាពជាក់លាក់ត្រឹមត្រូវបាទបិទវងកញ្ចក់មកវិញ enter អញ្ចឹងនៅពេលដែលវា check នោះគឺវា check ទាំងអស់ហើយវាចាប់យកទិន្នន័យហើយបើយើងបន្ថែមឧទាហរណ៍ខ្ញុំបន្ថែមជួយឈរនៅកន្លែងនេះមួយបាទរូបមន្តនេះនឹង error ប៉ុន្តែយើងក៏លេខទៅមើល index book match វិញ index book match គឺអត់មាន error ទេអញ្ចឹងការប្រើប្រាស់រូបមន្ត index book match នេះគឺវាជំនួសឲ្យ VLOOKUP បានសឹងតែទាំងស្រុងហើយវាល្អជាងហើយវាលឿនជាងវាត្រូវងាយស្រួលបាទប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់ដំបូងយើងគិតថាប្រើប្រាស់ VLOOKUP ទៅស្រួលតែសម្រាប់អ្នកដែលប្រើប្រាស់បន្តយូរទៅគឺគិតថារូបមន្តទាំងពីរនេះគិតមានថាវាស្រួលជាងអ្វីដែលយើងប្រើប្រាស់រូបមន្ត VLOOKUP នេះដែរអូខេអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណេះដែរបើសិនបើមានចម្ងល់ផ្សេងៗអ្នកទាំងអស់គ្នាអាច comment នៅក្រោមវីដេអូនេះបានបាទដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំបន្ថែមទៀតអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង subscribe និងរូបកណ្ដឹងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយខ្ញុំនៅមេរៀនក្រោយៗទៀត